សេចក្តីជូនដំណឹងអំពីបុណ្យកឋិនទានមហាសាមគ្គីយើងខ្ញុំទាំងអស់គ្នាជាអាចារ្យគណៈកម្មការពុទ្ធបរិស័ទចំណុះជើងវត្តព្រៃអង្គរក្រៅទាំងអស់លោកមេភូមិទាំង9ភូមិលោកនាយករងលោកគ្រូអ្នកគ្រូសាលាអនុវិទ្យាល័យដូនតីសាលាបឋមសិក្សាអង្គរក្រៅសាលាបឋមសិក្សាស្នាកណ្ដាលនិងសាលាបឋមសិក្សាពោធិព្រឹកបានមូលមតិគ្នាជាឯកច្ឆន្ទប្រារព្ធធ្វើពិធីបុណ្យអង្គកឋិនទានមហាសាមគ្គីមួយដើម្បីដង្ហែទៅវេប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងអារាមដ្ឋានវត្តព្រៃអង្គរក្រៅស្ថិតនៅក្នុងភូមិអង្គរក្រៅឃុំដូនតីស្រុកពញាក្រែកខេត្តត្បូងឃ្មុំនិងដើម្បីប្រមូលបច្ច័យយកមកបន្តកសាងកុដិដែលមាន2ជាន់12បន្ទប់អាស្រ័យហេតុដូចបានជម្រាបជូនខាងលើខ្ញុំប្រកាសរណាយើងខ្ញុំទាំងអស់គ្នាសូមអារាធនានិមន្តនិងគោរពអញ្ជើញព្រះតេជគុណសម្ដេចទ្រង់ឯកឧត្តមលោកអង្គញាលោកជំទាវលោកស្រីអ្នកនាងកញ្ញាព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់មេត្តាអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបុណ្យនេះនិងអនុមោទនាចាប់មគ្គផលតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនកម្មវិធីបុណ្យថ្ងៃអាទិត្យ12កើតខ្នើតខែកដឹកឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី2ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 7:00 នាទីព្រឹកជួបជុំពុទ្ធបរិស័ទជិតឆ្ងាយវេលាម៉ោង 8:00 នាទីព្រឹកធ្វើបទនមស្ការសមាទានសិលរៀបចំធ្វើពិធីក្រុងពេលីវេលាម៉ោង 2:00 នាទីរសៀលកិច្ចទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយសនិងពិសាភោជនាហារស្ថិតនៅក្នុងវត្តព្រៃអង្គរក្រៅវេលាម៉ោង 4:00 នាទីល្ងាចនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្ដែងធម្មវិសេសទេសនាក្រែ2លុះព្រឹកឡើងថ្ងៃច័ន្ទ13កើតខែកដឹកឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2025វេលាម៉ោង 7:00 នាទីព្រឹកប្រគេនយាគូដល់ព្រះសង្ឃវេលាម៉ោង 8:00 នាទីព្រឹកជួបជុំពុទ្ធបរិស័ទជិតឆ្ងាយជាម្ចាស់អង្គកឋិនវេលាម៉ោង 9:00 នាទីព្រឹករៀបចំពិធីដង្ហែអង្គកឋិនទានមហាសាមគ្គីប្រទក្សិណជុំវិញព្រះវិហារចំនួន3ជុំរួចធ្វើកិច្ចវេប្រគេនអង្គកឋិនទានដល់ព្រះភិក្ខុសង្ឃជាកិច្ចបង្ហាញបុណ្យបញ្ជាក់នាពេលរាត្រីមានល្ខោនបាសាក់សម្ដែងទស្សនារហូតទល់ភ្លឺព័ត៌មានលម្អិតសូមទំនាក់ទំនងព្រះគ្រូចាអធិការមានលេខទូរស័ព្ទដូចជា097 41 49 138គណៈកម្មការលោកញ៉ាំនី090 34 73 13លោកចែមសុភ័ណ្ឌ097 81 82 759សូមអរព្រគុណសូមអរគុណ